បាទនេះគឺជាលំហាត់មួយតាក់ទងទៅនឹងពន្ធបាទកាលណាយើងនិយាយតាក់ទងពន្ធគឺតាក់ទងភាគរយបាទឧទាហរណ៍ខ្ញុំ select ពន្ធមាន5%មាន10%ចឹងទៅអញ្ចឹងកាលណាខ្ញុំ select ពន្ធអាតម្លៃពន្ធហ្នឹងគឺវាប្រែប្រួលទៅតាមហ្នឹងបាទឃើញទេខ្ញុំចុចតម្លៃពន្ធប្រមាណភាគរយ50%អញ្ចឹងកាលណាខ្ញុំគិតពន្ធ50%អញ្ចឹងចំណូល500អញ្ចឹងកាលណាដកពន្ធ50%ចេញវាត្រូវសល់តែ250ទេបាទហើយខ្ញុំ select មានច្រើនជម្រើសអញ្ចឹងណាបាទហើយតាក់ទងទៅនឹងមួយចំហៀងទៀតបាទមួយចំហៀងនេះក៏ដូចគ្នាបាទខ្ញុំដាក់ជា graph ដើម្បីបង្ហាញពីតួលេខអញ្ចឹងនៅពេលដែលខ្ញុំ select ថុចទៅបាទវាដូរទៅតាមហ្នឹងឃើញទេបាទនេះអញ្ចឹងពេលខ្ញុំចុចប៉ុណ្ណាហើយសម្រាប់ក្រាបរង្វង់ move pi ហ្នឹងគឺខ្ញុំចាប់តែខែ1ខែ January ទេបាទចំណូលប្រមាណហើយពន្ធប្រមាណភាគរយវាបង្ហាញឲ្យយើងតាមហ្នឹងឯងឃើញទេបាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងយើងចូលកំណត់កន្លែងណាខ្លះបាទអញ្ចឹងតាមដានវីដេអូនេះទាំងអស់គ្នាបាទតែបងតារាងរបស់យើងអត់ទាន់មានអីទេបាទមានតែឈ្មោះខែទាំង12ខែ1ដល់ខែ12ហ្នឹងមានចំណូលបាទចំណូលប្រចាំខែអញ្ចឹងណាហើយតើតងចំណូលបន្ទាប់ពីពន្ធហ្នឹងយើងអត់ទាន់មានទេឥឡូវយើងធ្វើ select drop down list មួយសិនបាទអញ្ចឹងយើងមានពន្ធបាទពន្ធខ្ញុំដាក់ឧទាហរណ៍ខ្ញុំមាន5% 10% 15រហូតដល់50តែនេះខ្ញុំក៏ដាក់ជាឧទាហរណ៍ទេណាបាទហើយខ្ញុំចង់ធ្វើវាជា drop down list អ្នកទោះនេះចុចកន្លែង select text នេះមកហើយយើងចូល data ខាងលើចុចកន្លែង data validation បាទអញ្ចឹង drop down list ហ្នឹងខ្ញុំធ្លាប់បង្ហាញច្រើនដងហើយកន្លែងនេះយើងយក list មកបាទអញ្ចឹងកន្លែងនេះយើងទៅ select តម្លៃពន្ធរបស់យើងមកនេះតម្លៃពន្ធរបស់យើងមានប្រមាណបាទ select ទាំងអស់មកហ្នឹងហើយអ្នកទោះនេះចុច OK មកបាទហើយអញ្ចឹងយើងបានតម្លៃពន្ធនេះកន្លែងនេះឃើញទេអញ្ចឹងយើងបានជា drop down list ហើយឥឡូវយើងដល់វគ្គគណនាម្ដងបាទអញ្ចឹងដើម្បីគណនាយើងកន្លែងនេះយើងដាក់ស្មើមកបាទអញ្ចឹងដកពន្ធយើងស្មើហ្នឹងចំណូលពន្ធចំណូលដែលអត់ដកពន្ធនេះ500ហ្នឹងបាទដកហើយយើងបើកមុខកញ្ចក់មកហើយតើតើរកតម្លៃពន្ធយើងយកចំណូលគុណហ្នឹងបាទគុណនឹងតម្លៃភាគរយនៃពន្ធហើយកន្លែងអក្សរ E នេះយើងដាក់សញ្ញាដុល្លារអូមមកដើម្បីដល់ពេលយើងអស់ចុះក្រោមទៅវាចាប់តម្លៃទៅកន្លែងហ្នឹងវាអត់ដូរបាទយើងដាក់សញ្ញាដុល្លារអូមសូ E មកអញ្ចឹងពន្ធជាភាគរយអញ្ចឹងយើងដាក់សញ្ញាភាគរយនៅខាងក្រោយមកហើយបិទវងកញ្ចក់ enter មកចេញនេះបាទអញ្ចឹងដល់ពេលខ្ញុំដូរវាដូរតាមគេនេះហើយយើងអស់ចុះក្រោមមកបាទចាកន្លែងសញ្ញាដុល្លារយើងដាក់ពេលយើងអស់ចុះក្រោមមកតម្លៃកន្លែងហ្នឹងគឺវាគុណនឹងកន្លែងហ្នឹងតែបាទអញ្ចឹងដល់ពេលខ្ញុំដូរទៅវាដើរឲ្យឃើញនេះបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាពន្ធ50%អញ្ចឹងឧទាហរណ៍ថាចំណូលខែមួយបាន500អញ្ចឹងដល់ពេលគេដកពន្ធ50%អញ្ចឹងអ្នកនរគ្នាសល់ប្រាក់តែ250ទេព្រោះគេដកពន្ធ50%បាត់ហើយបាទហ្នឹងហើយអញ្ចឹងយើង select បានអញ្ចឹងតម្លៃនេះវាដូរតាមនឹងទៅឲ្យឃើញទេបាទមួយទៀតដែលយើងចង់ដាក់ជា graph សសរអញ្ចឹងខ្ញុំ select លើខែមួយមក select លើខែមួយខ្ញុំចូល insert យើងយក graph សសរកន្លែងនេះបាទយក graph សសរនេះមកបាទបន្តមកទៀតកន្លែងនេះយើងទៅយកជំរើសវាមកវាមានជំរើសច្រើននេះមានជាភាគរយនៅខាងលើនេះបាទខ្ញុំយកជាភាគរយនេះមកហ្នឹងហើយយើងទាញវាដាក់ស្មើមកបាទអញ្ចឹងដល់ពេលខ្ញុំ select ទៅវានឹងដូរតាមបាទខ្ញុំខ្ញុំយក50% 50%អញ្ចឹងយើងវាចេញហើយបាទតម្លៃបានស្មើមកនេះបាទវីដេអូឲ្យនេះគេវីដេអូឲ្យបាទអូខេអញ្ចឹងវីដេអូចែកម្លែកខ្លីៗមានតែប៉ុណ្្នឹងទេបាទសូមអរគុណបើសិនអ្នកទោសនេះមានចម្ងល់អីទៀតអ្នកទោសអាច comment បានបាទ